ហើយដូតដៃទីហ៊ានថៃបាននិយាយពីមុនមិត្តភាពនិងសន្តិភាពបានបញ្ចប់តាំងពីទីហ៊ានថៃបាត់បង់ជើងទី7ហើយថ្មីនេះក៏បានរកឃើញទៀតថាទីហ៊ានកម្ពុជាបានលួចចោលមកដាក់មីនតែមិនមែនជា PM2 ទេគឺជាការដាក់មីនហើយលុបដាក់លួសកាត់ថាបាក់ដាវចំពុកភ្លាមនិងផ្ទុះតែម្ដងអូហូនេះហើយគឺទីហ៊ានថៃបានថតវីដេអូខ្លីៗមកដំបងយើងមើលមិនឃើញទេនេះក្រុមការងារបានធ្វើឲ្យបើមិនមែនជាអ្នកជំនាញឬបើទីហ៊ានមិនសង្កេតមើលឲ្យច្បាស់ចំពុកជើងភ្លាមគឺផ្ទុះតែម្ដងព្រោះថានេះបើមើលទៅវាពិបាកដឹងថាវាមើលទៅដួតលួសដែរព្រោះគេយកស្លឹកឈើមកបាត់ហើយគេប៉ាន់ស្មានថាមីនឬក្របបែកប្រភេទដែលគេហៅថាមីនឆ្នៃត្រូវបានលាក់នៅក្រោមដើមឈើនៅខាងមុខហើយក៏មិនដឹងថាតើអានុភាពរបស់វានឹងខ្លាំងក្លាប៉ុណ្ណាទេប្រសិនបើទីហ៊ានថៃមើលមិនឃើញអូហើយខ្សែពណ៌ក្រហមនេះគឺក្រុមការងារយើងបានគូសឲ្យឃើញហើយនឹងបានឃើញច្បាស់មើលឃើញទេហើយនៅក្នុងប្រអប់ពណ៌ក្រហមនេះគឺជាខ្សែអូគូសឲ្យខ្លាចណាស់អ្នកទស្សនាជាទីគោរពហើយនៅពេលកម្ពុជាធ្វើបែបនេះអ្វីដែលអាចសម្លាប់កម្ពុជាបានគឺការពិតបានថ្ងៃនេះគណៈប្រតិភូជាជំនួយការទូតយោធាមកពីប្រទេសផ្សេងចំនួន12ប្រទេសប្រហែល20នាក់ត្រូវបានអញ្ជើញមកហើយចុះទៅដល់តំបន់ភូមិនងច័ន្ទនងយ៉ាប់ខែវនិងអរញ្ញប្រទេសពួកគេបានធ្វើដំណើរពីទីក្រុងបាងកកភ្លាមសួរថាតើទៅតំបន់ដើម្បីមើលការពុតថាតើអ្វីដែលបានកើតឡើងនៅតាមបណ្ដោយព្រំដែនវាយ៉ាងម៉េចខ្លះហើយថ្ងៃនេះរឿងសំខាន់ដែលគណៈប្រតិភូយោធាទាំង17ប្រទេសត្រូវមកគឺនៅពេលចុះទៅដល់ទីតាំងតាមរបាយការណ៍គឺត្រូវតែចុះទៅដល់ខេត្តស្លាកែវដើម្បីពិនិត្យមើលសរុបទាំងអស់មាន4ចំណុចសំខាន់ខ្លាំង1ប្រតិបត្តិការបោះសម្អាតមីនរួមគ្នារវាងថៃកម្ពុជា2ការបង្ក្រាបក្រុមបោកប្រាស់ Scammer នៅប៉ោយប៉ែតប្រទេសកម្ពុជា3ការគ្រប់គ្រងតំបន់ព្រំដែនភូមិនងច័ន្ទនងយ៉ាកែវ4ការកំណត់ខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ននិង5ការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់របស់កម្ពុជាហើយថ្ងៃនេះខាងលោកឧត្តមសេនីយ៍តូបេញ្ចភុនដេចាតៃវងណ៍ណអយុធយាដែលជាមេបញ្ជាការកងពលទ័ពថ្មជើងទី2រក្សារាជបល្ល័ង្កក្នុងនាមជាមេបញ្ជាការកងកម្លាំងបូព៌រលោកបានចូលមកសរុបព័ត៌មានផ្សេងពន្យល់យ៉ាងច្បាស់លាស់ឲ្យជំនួយការទូតយោធាទាំង17ប្រទេសបានស្នាប់ក្នុងបន្ទប់ប្រជុំនេះជាមុនសិនអ្នកទស្សនាជឿទេពេលទៅដល់បន្ទាយសុរសេហណាតនៅអរញ្ញប្រទេសជំនួយការទូតទាំងអស់ដែលជាទូតយោធាបានបង្ហាញការចាប់អារម្មណ៍ហើយក៏មានអ្នកបកប្រែផ្ទាល់អ្នកខ្លះបានសួរព័ត៌មានលម្អិតល្អន់បំផុតមានន័យថាជំនួយការទូតយោធានៅតាមកន្លែងនីមួយបានត្រៀមលក្ខណៈមកហើយអ្នកខ្លះទៀតបានសួរបញ្ហាព្រំដែនយ៉ាងលម្អិតនៅការបកស្រាយរួមទាំងរឿងការរំលោភបំពានបុតឈប់បាញ់រឿងការសង្ខេបរំពន្ធសុវត្ថិភាពឬសូម្បីតែលក្ខណៈពិសេសនៃមីនថ្មីនិងចាស់ថ្ងៃនេះអ្នកទស្សនាអាចតាមដានជាមួយអមរិន TV ព័ត៌មានខ្លះយើងក៏បានលើផ្ទាល់ពីមន្ត្រីទូតយោធាដែររហូតដល់ភ្ញាក់ផ្អើលតែម្ដងថាព្រឹត្តិការណ៍កាលពីថ្ងៃទី12កន្លងទៅកម្ពុជាមិនបានយើងត្រឹមតែ60គ្រាប់ដូបដានបានរាយការណ៍និងប្រមូលផុសតាំងនោះទេគឺបានយើងរាប់រយគ្រាប់បានរហូតដល់ជាប់កាំងតែម្ដងពេលបានចូលមកហើយបន្ទាប់ពីនោះជំនួយការទូតកាលបានស្ដាប់ការសង្ខេបនៅក្នុងតំបន់នីមួយមិនថាជាការរំលោភបំពានព្រំដែនឬរូបភាពនៅខាងស្ដាំគឺព្រឹត្តិការណ៍ថ្ងៃទី12ក្នុងអំឡុងពេលកំពុងសង្ខេបស្ថានភាពតំបន់ព្រំដែនជំនួយការទូតពីប្រទេសបារាំងបានសួរកងកម្លាំងបូព៌រភ្លាមតើសំណួរនេះសំខាន់យ៉ាងណាបើពួកគេមិនដឹងថាកម្ពុជាគម្រាមកំហែងដល់ប្រជាពលរដ្ឋស្លូតត្រង់ឬជនស៊ីវិលស្លូតត្រង់ពួកគេមិនសួរសំណួរនេះទេភ្លាមនោះជំនួយការទូតយោធាខាងបារាំងបានសួរទៅខាងទីហ៊ានថៃថាតើយន្តមានតំបន់ចម្រោកនិងតំបន់សុវត្ថិភាពសម្រាប់ប្រជាជននៅតាមព្រំដែនដែរឬទេតើខាងថៃមានរោងជ្រកគ្រាប់ដែរឬទេក្រោយពីសង្ខេបរួចមានន័យថាពួកគេបានមើលឃើញពីការគំរាមកំហែងពីសំណាក់ទីហ៊ានកម្ពុជាចំពោះជនស៊ីវិលស្លូតត្រង់ហើយខាងកងកម្លាំងបូព៌ររបស់យើងក៏បានបកស្រាយបែបនេះដែរថាមានបាត់យើងមានតំបន់ចម្រោកបណ្ដោះអាសន្នតំបន់សុវត្ថិភាពដើម្បីទទួលប្រជាជនដែលតំបន់នីមួយនឹងនៅឆ្ងាយពីតំបន់ព្រំដែនថៃកម្ពុជាមិនតិចជាង50គីឡូម៉ែត្រទេដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាជននេះគឺអ្នកទូតយោធាបារាំងម្នាក់នេះដែលមានច្រមុះស្រួយនៅទីនោះក៏បាននិយាយថាអូព្រោះមើលទៅតាមលក្ខណៈនៃព្រឹត្តិការណ៍ដែលបានកើតឡើងជាពិសេសកាលពីថ្ងៃទី12កន្លងទៅវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះជនស៊ីវិលហើយខាងទូតយោធាពីកាណាដាក៏បានសួរដែរថាតើយើងបានជួបប្រទះដែរឬទេរឿងការប្រើប្រាស់ដ្រូនមកស៊ើបការគេក៏បានឆ្លើយថាអូហូជួបជាប្រចាំបាទលោកទូតជួបដ្រូនខ្លាំមើលពីខាងកម្ពុជាម្ដងម្កាលតែហោះមកត្រួតពិនិត្យហោះមកស៊ើបការតែមិនទាន់ចូលមកជិតចំនួនដាក់ពង្រាយកម្លាំងរបស់ទីហ៊ានថៃនៅឡើយកាណាដាក៏បានសង្ស័យហើយសួរបញ្ជាក់លំអិត
ចំណែកអ្នកទូតយោធាហូឡង់ឬនេដឺឡែនបានលើកជាចំណុចសង្កេតភ្លាមៗព្រោះគាត់ធ្លាប់មានបទពិសោធន៍នៃការរុករកនិងបន្សាបគ្រាប់មីននៅហុងកុងនិងអាហ្វ្រិកខាងត្បូងគាត់បានសួរថាហើយថៃវិញតើដឹងយ៉ាងម៉េចមើលយ៉ាងម៉េចថាគ្រាប់មីនដែលយើងរកឃើញនេះគឺជារបបថ្មីឬរបបចាស់ក្រុមរុករកនិងបន្សាបគ្រាប់យុទ្ធភ័ណ្ឌទៀមក្រុម T-Max និង EOD បានពន្យល់ភ្លាមៗថាគឺងាយស្រួលណាស់1ពិនិត្យមើលលេខស៊េរីរបស់គ្រាប់មីនព្រោះគ្រប់សុទ្ធតែមានលេខសម្គាល់ model លេខសម្គាល់ឆ្នោតដែលត្រូវបានកត់ត្រានៅឯកសារអាមគ្រាប់មីនរបស់ប្រទេសនីមួយៗយ៉ាងច្បាស់លាស់ហើយក៏អាចពិនិត្យមើលថ្ងៃខែលឆ្នាំផលិតបានដែរ2គឺមើលប្រវត្តិសាស្ត្រនៃការដាក់មីនព្រោះកាលពីសម័យសង្គ្រាមខ្មែរ3ភាគីមើលតែមានចាស់ model ដើមប៉ុណ្ណោះមើលទៅក៏ដឹងថាវាជា model បែបណាដែលពួកគេដាក់ដូច្នេះអ្វីដែលរកឃើញថ្មីនេះមើលភ្លាមដឹងភ្លាមព្រោះនេះជារបស់ថ្មីព្រោះពីមុនមិនដែលមានបន្ទាប់មកយើងក៏បានយកឯកសារភស្តុតាងទាំងអស់ជូនរួមទាំងរឿងយុទ្ធភ័ណ្ឌមីនរួមទាំងវីដេអូនៅក្នុងទូរស័ព្ទដែលខាងកម្ពុជាបានធ្វើឲ្យធ្លាក់តាំងពីដំបូងឃើញទេលោកទូតយោធាក៏បានយល់ដែរហើយលោកក៏បាននិយាយបែបនេះថាចោះរឿងក្រុមបោកប្រាប់ scammer កម្ពុជាបានសហការល្អដែរឬទេខាងថៃបាននិយាយបែបនេះថាអញ្ចឹងក្នុងនឹងនាំទៅព្រោះទូតយោធាបាននិយាយថាចង់ឃើញទីតាំងពិតប្រាកដថាខាងកម្ពុជាបានជួយបង្ក្រាបតាមសេចក្តីថ្លែងការណ៍ដែរឬទេរឿងនេះសំខាន់ត្រង់ណាសំខាន់ត្រង់ថាកម្ពុជាតែងតែអះអាងទៅកាន់គណៈប្រតិភូយោធានៅតាមប្រទេសនីមួយៗថាយើងបានអនុវត្តតាមសេចក្តីថ្លែងការណ៍ទាំងអស់តែថៃទៅតាដែលរំលោភមុនលោកទូតខាងកម្ពុជាក៏បាននិយាយថាអញ្ចឹងចោះការបង្ក្រាបក្រុមបោកប្រាស់ scammer វិញគឺត្រូវតែចុះទៅដល់ទីតាំងមែនទេស្រាប់តែបន្ទាប់ពីនោះពេលនិយាយគ្នាច្បាស់លាស់ហើយក៏នាំចោះតែសំណាងដែរថ្ងៃនេះចុះទៅដល់តំបន់គឺក្តៅខ្លាំងតែម្ដងមិនជួបភ្លៀងទេ